ការរំលឹកប្រសាទទូកម្មសូមអនុមោទនានាងខ្ញុំអត់មានអាចចូលរួមទេមានតែសូមថ្លែងអំណរគុណដល់លោកស្រីចាស់មួយប្រជាពលរដ្ឋ50គ្រួសារក្នុងស្រុកពួកខេត្តសៀមរាបទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគពីព្រះសង្ឃនិងសប្បុរសជននៅថ្ងៃទី1 ខែមិថុនាឆ្នាំ2025នេះបងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតនិងជនចាស់ជរាចំនួន50គ្រួសាររស់នៅក្នុងភូមិពៀនភូមិតាស្នេហ៍និងភូមិគោកថ្មីឃុំដុនកែវស្រុកពួកខេត្តសៀមរាបបានទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីព្រះសង្ឃសប្បុរសជននិងសមាគមជីវិតនិងក្តីសង្ឃឹមដោយអំណោយរួមមានអង្ករទឹកត្រីទឹកស៊ីអ៊ីវនិងមីជាដើមលោកអែនត្រាស់តំណាងម្ចាស់ជំនួយបានសម្ដែងនៅក្តីសោមនស្សរីករាយដែលមានឱកាសជួយដល់បងប្អូនទាំងអស់លោកក៏បានសំណូមពរដល់បងប្អូនទាំងអស់ដាច់ខាតអប់រំណែនាំកូនចៅឲ្យនៅឆ្ងាយពីគ្រឿងញៀននិងល្បែងស៊ីសងផ្សេងៗដែលវានាំឲ្យខូចអនាគតសុខភាពនិងអាយុជីវិតព្រះធម្មានុរៈញៀនសុំពិសិដ្ឋចៅអធិការវត្តប្រាសាទច័ន្ទរាំងសីមានធរៈដីកាថាអំណោយទាំងនេះកើតចេញពីទឹកចិត្តសទ្ធាជ្រះថ្លារបស់ព្រះសង្ឃនិងសប្បុរសជនទាំងក្នុងនិងក្រៅស្រុកដែលការផ្ដល់ជូននេះដើម្បីជួយដោះស្រាយមួយរយៈពេលខ្លីប៉ុណ្ណោះជាមួយគ្នានេះសូមញាតិញោមជំរុញលើកទឹកចិត្តកូនចៅឲ្យទៅរៀនសូត្រព្រមទាំងជួយបង្ហាត់បង្រៀនកូនបន្ថែមនៅផ្ទះពីព្រោះមានតែការសិក្សាទេដែលអាចជួយឲ្យរួចផុតពីភាពក្រីក្របានតំណាងលោកមេឃុំដុនកែវបានថ្លែងអំណរព្រះគុណនិងអរគុណព្រះសង្ឃនិងសប្បុរសជនទាំងអស់ដែលបាននាំយកស្បៀងអាហារមកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងមូលដ្ឋានលោកស្រីនាពេលនេះដែលវាពិតជាបានសពបញ្ជាក់ឲ្យឃើញពីទឹកចិត្តដ៏ប្រពៃរបស់ព្រះសង្ឃនិងសប្បុរសជនក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលនិងអាជ្ញាធរមូលដ្ឋានជួយសង្គ្រោះគ្រួសារប្រជាពលរដ្ឋក្រីក្រ